ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាទាំងក្នុងប្រទេសនិងក្រៅប្រទេសនាងខ្ញុំនាងពៅកូនខ្មែរដែលជារូបព្រះស្នងនៃព្រះនាងពៅចាមានទទួលមើលព្យាបាលជំងឺគ្រប់ប្រភេទទាំងអស់ចាមិនថាជំងឺដែលពុកម៉ែបងប្អូនណាដែលមានជំងឺហើយទៅពេទ្យព្យាបាលមិនជាអស់លទ្ធភាពនៅក្នុងការព្យាបាលអាចយកមកកន្លែងនាងខ្ញុំជួបនឹងព្រះនាងអាចប្រុសអាចជួយបានអាចព្យាបាលបានចានឹងមានជំងឺបែបប្រភេទជាជំងឺអំពើអំព័ន្ធមុនអាគមមុនខ្មៅផ្លូវងងឹតដែលមើលមិនឃើញទៅពេទ្យហើយក៏អស់លទ្ធភាពព្យាបាលក៏ពុកម៉ែបងប្អូនអាចមកជួបនឹងនាងខ្ញុំបាននាងពៅកូនខ្មែរអាចទទួលព្យាបាលមើលជួយពុកម៉ែបងប្អូនឲ្យជាបានចាកូនសិស្សកូនគុណរបស់នាងខ្ញុំច្រើនគ្នាក៏បានមកហើយក៏បានសំប្រកបនឹងជានឹងសុខចម្រើនមិនថាមុខរបររស៊ីលក់ដូរមិនដាច់យ៉ាងណាក៏អាចមកជួបនឹងនាងខ្ញុំអាចជួយបានជួយឲ្យលក់ដូរដាច់សំតាមបំណងដែលពុកម៉ែបងប្អូនចង់បានចាចំណែកពាក់ព័ន្ធជាមួយនឹងប្តីប្រពន្ធក្រុមគ្រួសារមិនសូវចោះសម្រុងគ្នាឬមួយក៏មានការបែកបាក់គ្នាដោយប្រការផ្សេងដូចជាមានគេធ្វើអំពើបំបែកបំបាក់ប្តីប្រពន្ធឬមួយក៏ប្តីប្រពន្ធមានអ្នកទី2ទី3អីនោះក៏អាចមកជួបនឹងនាងខ្ញុំបាននាងខ្ញុំអាចជួយឲ្យជួបជុំគ្នានិងឲ្យត្រូវរើគ្នាវិញបានតាមដែលពុកម៉ែបងប្អូនចង់បានហើយទីតាំងរបស់នាងខ្ញុំដែលទទួលមើលអ្នកជំងឺនិងទទួលមើលកូនសិស្សកូនគុណមានទីតាំងនៅទឹកដីខេត្តក្រចេះចានៅភូមិសារ៉ែស្ដៅសង្កាត់អូរឫស្សីខេត្តក្រចេះនិងមានលេខទំនាក់ទំនងមាន097 24 06 587ដែលនាងខ្ញុំដាក់តាំងនៅលើវីដេអូនេះស្រាប់អញ្ចឹងបើពុកម៉ែបងប្អូនមានទុក្ខមានភ័យអាសន្ន